ធ្លាប់តើអើនិយាយពីចំណុចអាក្រក់របស់កូនធ្វើអត់ឥឡូវកូននិយាយពីចំណុចអាក្រក់របស់ឪម្ដងពីអ្នកនេះរកចំណុចអាក្រក់របស់ឪ3ចំណុចម៉ារី3ម៉ារ៉ា3ឥឡូវឲ្យកូនពៅនិយាយមុនព្រោះឲ្យកូនពៅនៅមួយឪច្រើនណាក្រអើទី1ពេលគាត់ស្វងគាត់និយាយច្រើនណានិយាយទៅពីនិយាយរហូតហើយចំណុចទី2របស់គាត់ពេលគាត់ស្វងខ្ញុំសុំអីក៏បានដែរប៉ុន្តែពេលគាត់ភ្ញាក់ពីស្វងដឹងមិនអត់ឡើងដឹងអីទាំងអស់តែគាត់ដឹងដែរយ៉ាផ្លេចទាំងអស់ចំណុចទី3របស់គាត់ដូចជាថ្ងៃសៅរ៍ខ្ញុំសុំគាត់ហូបនំបញ្ចុកដល់ពេលនោះគាត់ថាចាំប៉ាធ្វើឲ្យថ្ងៃអាទិត្យដល់ពេលដល់ថ្ងៃអាទិត្យគាត់ធ្វើឲ្យហូបទេចំណុចទី1វាថាគាត់មាត់អត់ទៅព្រោះប៉ុន្តែគាត់ចិត្តល្អអត្ថន័យទី2វាថាថាឲ្យកូនអាក្រក់ខ្ញុំមិនល្អមិនល្អវាថាគាត់ថាឲ្យកូនអញ្ចឹងណាថាឲ្យដល់ពេលទៅមកមើលខ្ញុំតាខ្ញុំឈឺថាឲ្យមើលខ្ញុំដែរហើយចំណុចទី3ខ្ញុំសុំតាណាឲ្យដែរទៅទេតែបើស្វឹងតាណាទៅនិយាយទៅចំណុចដែលចំណុចមិនល្អពុករបស់ខ្ញុំអ្នកទាំងអស់គ្នាសម្រាប់ខ្ញុំមានតែមួយចំណុចទេពេលដែលស្វឹងសុំទៅណាក៏បានដែរនិយាយត្រង់ដូចទៅរំទៅសុំមើលគេរំហ្នឹងណាអ្នកភូមិអ្នកអីគេការហ្នឹងសុំមើលគេរំពេលស្វឹងណាគឺថាទៅណាទៅកូនមកម៉ានមកវិញក៏បានដែរតែពេលមិនស្វឹងពុកខ្ញុំសុំទៅមើលគេរំដេកតែស្អាតទៅដេកផ្ទះឲ្យស្អាតពាក់ហើយណាពាក់អាវហ៎គេឲ្យលឿនអត់មានតែនិយាយទៅទៅឲ្យគេឪមែនឪពុកម្នាក់តែងតែរឹបតឹងកូនណាតែគាត់ថាចំណុចល្អពុកសម្រាប់កូនមានតែមួយចំណុចហ្នឹងឯងគឺថាពេលស្វឹងតុនពេលមិនស្វឹងគឺរឹងតែខ្ញុំវីដេអូនេះសូមផ្ដាំតាឪខ្ញុំផងជួបបន្ថយខ្លះដល់ម៉ោងណាជាមួយនឹងការ remove make up អ្នកទាំងអស់គ្នាចេះខ្ញុំនិយាយតាមត្រង់ទៅមនុស្សស្រីដូចវារំថាដូចសាច់កម្មតែម្ដងអ្នកទាំងអស់គ្នាផាត់ម្សៅក៏អង្គុយឲ្យគេផាត់រយៈពេល1ម៉ោង2ម៉ោងហើយមក remove make up ចេញខ្លួនឯងវាអត់មានម្សៅផាត់ណាដែលផាត់ឲ្យស្អាតបានជីវិតទេអ្នកទាំងអស់គ្នាអត់ទេណាត្រូវតែការលាង make up លាងមុខនឹងអីចេះការជូត make up របស់ខ្ញុំជាមួយនឹងស្លេ GL អ្នកទាំងអស់គ្នាចាជាប្រចាំថ្ងៃរបស់ខ្ញុំបើខ្ញុំ make up ឬក៏មិន make up ក៏ខ្ញុំជូតជាមួយនឹងស្លេ GL ទាំងអស់ព្រោះស្លេ GL អ្នកទាំងអស់គ្នាចាមិនត្រឹមតែ remove make up បានទេសំខាន់គឺវាជួយជាមួយនឹងស្បែកមុខមានបញ្ហារោលបញ្ហាស្អាប់មានមុននិងមានជាំអ្នកទាំងអស់គ្នាចាកំប៉ុងពណ៌ឈូកសម្រាប់មុខជាំពណ៌ខៀវសម្រាប់មុខមុន